បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកជួបគ្នាទៀតហើយតាក់ទងជាមួយនឹងកំណែវិទ្យាសាស្ត្រទី3បាទផ្នែកសង្គមហើយយើងចូលដល់អនុគមថ្ងៃនេះយើងចូលដល់អនុគមបញ្ចប់វិទ្យាសាស្ត្ររបស់យើងត្រឹមអនុគមណាបាទនៅក្នុងនេះគឺអនុគមរបស់យើងគេឲ្យជាដែនកំណត់វិញហើយដែនកំណត់របស់វាគឺម៉ាអែហើយដកប៉ុណ្ណេះចេញលើកលែងតែដកមួយហើយទាំងមួយចេញទេបាទហើយអនុគមវាកំណត់អញ្ចេះគឺ fx វាស្មើជាមួយនឹង2 x ការ៉េលើ x ការ៉េដក1ចំណុចទី1គេឲ្យកណនា limit របស់យើងគឺមាន limit ត្រង់ដកអនន្តដក1បូក1ហើយនឹងត្រង់បូកអនន្តបើយើងគិតទៅហៅថា limit ចុងដែនហើយនេះណាបាទហើយចំណុចមួយទៀតគឺបញ្ជាក់អាស៊ីមតូតដេកចំពោះអាស៊ីមតូតដេកគឺយើង limit ខិតជិតបាទអនន្តតែចេញលេខអាហ្នឹងគឺអាស៊ីមតូតដេក limit ខិតជិតអនន្តតែចេញលេខបាទឧទាហរណ៍ថាយើងមាន limit x ខិតជិតបូកដកអនន្តអញ្ចឹងទៅនៃ fx ហើយស្មើនឹងលេខវាគឺយ៉ាងតាំងដោយ b នោះយើងនឹងអាចទាញបានថា y ស្មើនឹង b ជាអាស៊ីមតូតដេកបាទនេះដេករបស់យើងបាទចំណុចមួយទៀតគឺតកតងនឹងអាស៊ីមតូតឈរមិនវិញគឺយើង limit x ខិតជិតលេខនៃ fx វាស្មើនឹងបូកដកអនន្តបាទអាហ្នឹងគឺយើងអាចទាញបានថា x ស្មើនឹង a ជាអាស៊ីមតូតឈរបាទអញ្ចឹងដេកហើយនឹងឈរយើងត្រូវការនៅក្នុងលំហាត់នេះទី2គេឲ្យយើងសិក្សាអត្ថិភាពពាក្យថាសិក្សាអត្ថិភាពគេចង់ដឹងឡើងចុះនៃក្រាបរបស់យើងឡើងកន្លែងណាចុះកន្លែងណាហើយដើម្បីដឹងឡើងចុះនៃក្រាបគឺយើងត្រូវការ derivative សញ្ញា derivative អញ្ចឹងយើងដឹងឡើងចុះនៃក្រាបបាទចំណុចមួយទៀតនៅក្នុងចំណុចលេខ2ដែរគេឲ្យយើងសង់តារាងអត្ថិភាពចំពោះសង់តារាងអត្ថិភាពអ្វីដែលយើងត្រូវការទី1ដែនកំណត់អញ្ចឹងដែនកំណត់យើងមានរួចជាស្រេចទី2 limit ចុងដែនយើងមានហើយទី3គឺ derivative សញ្ញា derivative នេះសិក្សាអត្ថិភាពនេះយើងស្គាល់សញ្ញា derivative ហើយមួយទៀតគឺតម្លៃបរិមាយើងរកទៅឃើញយើងអាចសង់តារាងអត្ថិភាពបានណាបាទចំណុចលេខ3សង់នៅលើតម្រុយអតូណាម៉ាល់របស់យើងក្រាបតាំងអនុគម f បាទថែម f មកទៀតណាបាទអញ្ចឹងយើងចាប់ផ្ដើមធ្វើចម្លើយចំណុចដំបូងខ្ញុំដាក់គឺមានអនុគម fx ស្មើជាមួយនឹង2 x ការ៉េលើ x ការ៉េដក1បាទអានេះហើយ d របស់វាស្មើនឹង 1a លើកលែងតែដក1ហើយនឹង1នេះចេញបាទអញ្ចឹងចំណុចលេខ1គេឲ្យសិក្សា limit នៃត្រង់ដកអនន្តដក1បូក1ហើយនឹងបូកអនន្តបាទអញ្ចឹងយើងចាប់ដើម limit
x ខិតជិតដល់អណន្តនៃ fx វាស្មើនឹង limit x ខិតជិតដល់អណន្តនៃនេះតម្លៃ f យើងគឺ 2x ការ៉េលើ x ការ៉េដល់1 limit ខិតជិតអណន្តគឺយើងទាញនៅការ៉េខ្ពស់ជាកត្តាបាទខាងលើមិនបាច់ទាញទេដោយសារតែវាជាផលគុណហើយអញ្ចឹងយើងទាញខាងក្រោមនេះឲ្យសម្រួលជាមួយនឹងពីយកខាងលើទៅហើយបាទអញ្ចឹងយើងបាន limit x ខិតជិតដល់អណន្តនៃ 2x ការ៉េយើងទាញ x ការ៉េជាកត្តាចឹងនេះបាន1ដល់1លើ x ការ៉េពេលដែលយើងទាញ x ការ៉េជាកត្តាបានន័យថាយើងយក x ការ៉េនេះចែកនឹង x ការ៉េនេះចែកទៅបាន1នេះហើយយើងយកដក1នេះយកមកចែក x ការ៉េចែកនឹង x ការ៉េចែកអត់កើតទេគឺយើងនៅតែដដែលបន្ទាប់មកយើងសម្រួលវាចោលទៅយើងបាន limit x ខិតជិតដល់អណន្តនៃសម្រួលវាចោលទៅ2លើ1ដល់1លើ x ការ៉េបាទពេលដែលយើងជំនួសចូលនេះជំនួសចូលទៅจะមានមួយចំនួនលើអណន្តវាចេញមកគឺ0នេះជាចំណុចដែលយើងគួរចងចាំជួបច្រើនជួបញឹកបាទមួយចំនួនលើអណន្តស្មើនឹង0អញ្ចឹងអានេះ0ហើយនៅសល់តែ2លើ1ជាងចម្លើយរបស់វាដាក់នៅនេះហ្មងទៅគឺ2បាទយើងចូលដល់មួយទៀតតម្លៃ limit x ខិតជិតដក1នៃ fx វាស្មើនឹង limit x ខិតជិតដក1នៃ2ហើយ x ការ៉េលើ x ការ៉េដក1អញ្ចឹងយើងជំនួសវាចូលភ្លួចមកដាក់ដក1ចូលកន្លែង x ភ្លួចបាទហើយលើកឡើងជាការ៉េដាក់ដក1ចូលកន្លែង x ទៅបានដក1លើកឡើងជាការ៉េអញ្ចឹងបើយើងគិតអានេះលើកឡើងជាការ៉េចេញបូក1គុណនឹង2យើងបាន2ហើយនេះយើងការ៉េទៅបាន1ដក1 0យើងកុំភ្លេចនៅចំណុចរបស់យើងមួយគឺចំណុចa លើ0បានន័យថាវាចេញមកបានបូកដកអនន្តចំណុចហ្នឹងដែលយើងយកមកប្រើសម្រាប់អនុគមប្រភេទរបស់យើងហ្នឹងគឺជួបញឹកណាបាទអញ្ចឹងវាស្មើនឹងបូកដក a បូកដកអនន្តបាទនេះចម្លើយរបស់វាចំណុចមួយទៀតគឺ limit x ខិតជិតបូក1នៃ fx វាស្មើ limit x ខិតជិតបូក1នៃ2x ការ៉េលើ x ការ៉េដក1អញ្ចឹងយើងជំនួសចូលដូចគ្នាបាទជំនួសវាចូលមកបាន2គុណនឹង1ការ៉េលើ1ការ៉េដក1ចម្លើយឃើញដដែលគឺបូកដក a បូកដកអនន្តបាទចឹងខ្ញុំលុបអានេះចេញលុបនេះចេញធ្វើចម្លើយតោះយើងមើលបន្តទៀតទាំងអស់គ្នាឥឡូវយើងដល់ limit ខិតជិតបូក1នៃ fx ហើយនៅសល់មួយចំណុចទៀតយើងបញ្ចប់ចំណុចរបស់យើងគឺ limit x ខិតជិតបូកអនន្តនៃ fx វាស្មើនឹង limit x ខិតជិតបូកអនន្តនៃ 2x ការ៉េលើ x ការ៉េដក1
យើងនឹងថា limit ខិតជិត anon គឺយើងទាញដើរក្រេកខ្ពស់ជាកតាហើយសម្រួលចោលតែនៅក្នុងនេះគឺយើងមាន limit មួយនេះរួចជាស្រេចដែលយើង limit ពេញហើយអញ្ចឹងយើងអាចកាត់ចេញពីនេះមកដល់ត្រឹមនេះមកបាទកាត់វាទៅព្រោះវាពេញហើយ limit មួយនេះគឺយើងកណនី limit ពេញអស់ហើយអញ្ចឹងយើងអាចកាត់វាដើម្បីយកលម្អឿនលឿនតិចណាបាទអញ្ចឹងយើងចម្លងអានេះមកនេះព្រោះវាលំនាំនៃការដោះគឺតែមួយទេ2លើ1ដក1លើ x ការ៉េបាទជំនួសវាចូលមកនេះបាន0មួយចំនួនលើអត់0 1ដក0បាន1 2ចែកនឹង1បាន2នេះចម្លើយរបស់យើងអញ្ចឹងដូចនេះ limit x ខិតជិតបើយើងសរុបចូលគ្នានៃ f(x) តម្លៃវាស្មើដូចគ្នាទេគឺស្មើ2ហើយ limit x ខិតជិតបូកដក1នៃ f(x) តម្លៃរបស់វាគឺឃើញបូកដកអណន្តដូចគ្នាទេបាទអញ្ចឹងចម្លើយយើងឃើញប៉ុណ្ណឹងបាទasymptote ឈប់បាទអញ្ចឹងយើងបញ្ជាក់ asymptote ដេកនិង asymptote ឈរអាហ្នឹងអត់មានអីលំបាកទេតាមអាទីចដោយមកដោយយើងមាន limit ហើយតាដោយ limit x ខិតជិតបូកដកអណន្តនៃ f(x) វាស្មើនឹង2ហើយមួយទៀតគឺ limit x ខិតជិតបូកដក1នៃ f(x) យើងស្មើនឹងបូកដកអណន្តនេះខិតជិតអណន្តចេញលេខអាលេខហ្នឹងគឺជា asymptote ដេកខិតជិតលេខចេញអណន្តអាលេខនេះហើយគឺជា asymptote ឈរអញ្ចឹងចប់ដូចនេះមកដូចនេះដូចនេះ y ស្មើនឹង2ជា asymptote ដេកមួយទៀត x ស្មើនឹងបូកដកអណន្តជា asymptote ឈរបាទនេះ asymptote ដេកនិង asymptote ឈរ